សិននេះខ្ញុំជាប់អគុយធ្វើតេស្តជូនបងហើយចឹងនេះគឺប្រព័ន្ធការពារវាមាន Decenter បាទ Decenter មាន2 link មានការពារ2 link ដូចគ្នាដែរបាទនេះការពារផ្ទះនេះ Decenter ការពារហើយនឹង Switch ផងដែរអានេះគឺឧបករណ៍ការពារលើសបន្ទុកជាមួយនឹង Decenter ចេញប្រើហើយ Decenter ចូលពីភ្លើងរត់ឬក៏ម៉ាស៊ីនភ្លើងអានេះគឺ Decenter អគុយបាទហើយនៅទីនេះគឺប្រព័ន្ធ Wi-Fi កន្លែងនេះយើងអត់មានអីត្រូវប៉ះពាល់ធ្វើអីទេសម្រាប់ខ្សែសូឡាគឺយើងត្រូវចូលផ្នែកខាងក្រោមនេះបាទវាមាន link ទី1យើងចូលមួយណាក៏បានដែរតែសារផ្ទាំងយើងស្មើគ្នាទេយើងចូលទី1នេះមកទី2មកហើយចូលខ្សែតាមនេះបាទហើយសម្រាប់ខ្សែអគុយគឺវាភ្ជាប់នៅផ្នែកស្ដាំនេះបាទវាមានខ្សែ BMS ហើយនឹងខ្សែរបស់អគុយអញ្ចឹងបងយកទៅបងភ្ជាប់ខ្សែក្រហមខ្មៅដែលខ្ញុំរៀបចំឲ្យបងនេះហើយភ្ជាប់មកហើយមុននឹងភ្ជាប់យើងត្រូវបិទ Decenter ទាំងអស់បាទអានេះខ្ញុំរៀបហើយសម្រាប់ប្រព័ន្ធហ្នឹងគឺរៀបអញ្ចឹងឥឡូវខ្ញុំបើកបិទប្រព័ន្ធឲ្យដំណើរការឡើងវិញសិនអូខេអញ្ចឹងយើងបិទគឺដេញពីស្ដាំមកឆ្វេងដោយប្រព័ន្ធដូចឈុតរដងអញ្ចឹងបាទបិទទាំងអស់មកហើយកុងតាក់យើងកាច់មានមកអស់មកបន្តមកទៀតយើងកាច់ Decenter អគុយចុះបាទយើងមកមើលផ្នែកអគុយលីសូមនេះគឺវាមានកុងតាក់វានៅទីនេះអញ្ចឹងកុងតាក់ហ្នឹងយើងអាចកាច់បិទមកបាទកាច់ចេះមកអញ្ចឹងនៅពេលដែលយើងបើកយើងកាច់នឹងឡើងវិញមកដើម្បីឲ្យវាមកអនអានេះយើងបើកដំណើរការកាច់ Decenter ចូលផ្នែកអគុយបាទបន្តមកយើងកាច់កុងតាក់នៅទីនេះហើយសម្រាប់ម៉ាស៊ីននេះពេលយើងកាច់កុងតាក់វាបញ្ចូលភ្លើងមកអេក្រង់នេះបាទបន្តមកទៀតផ្នែកសូឡាដែលខ្ញុំបង្ហាញពីការតយើងចូលច្រកណាបាទយើងកាច់ទី1ចូលកាច់ទី2ចូលបាទម៉ាស៊ីនភ្លើងនេះជាធម្មតាបងបាច់កាច់ក៏បានដែរហើយសម្រាប់ភ្លើងចេញប្រើបាទភ្លើងចេញប្រើយើងកាច់វាឡើងមកបាទកាច់មកគឺប្រព័ន្ធយើងនឹងមានភ្លើងប្រើប្រាស់ក្នុងផ្ទះនឹងតែម្ដងអញ្ចឹងការងារយើងកាច់តែប៉ុណ្្នឹងទេពេលដែលដំណើរការគឺបងប្រើធម្មតាទៅបាទប្រើទៅវាទាញភ្លើងពីសូឡាចូលទៅសាកអគុយឬក៏សល់យើងរុញទៅប្រើផ្ទាល់ភ្លាមនៅពេលថ្ងៃបាទប្រព័ន្ធនេះរៀបហើយ error ឬក៏ដំណើរការពេលប្រើលើសប្រើអីគឺឧបករណ៍នេះវាជួយផ្ដាច់កុំឲ្យលើសបាទកុំឲ្យធ្វើទុកម៉ាស៊ីនរបស់យើងបាទលើហើយអីម៉ាស៊ីនហ្នឹងបាទបងយកទៅតឡើងខ្លួនឯងហ្នឹងអាចមើលតាមវីដេអូខ្ញុំបង្ហាញជូនបងទៅរួចរាល់ហើយតាក់ទងមួយ CQ ទឹកការតផ្ទាំងអីចាំខ្ញុំគូជា CQ ជូនបងបន្ថែមទៀតបាទអរគុណបងសម្រាប់ការកម្មង់ជម្រាបលា